កុមារតូចៗច្រើនអាចប្រឈមជំងឺគ្រុនឈាមដោយសារមូសច្រើននៅជំរុំភៀសខ្លួន បន្ទាយមានជ័យកុមារតូចៗជាច្រើនបានមកស្នាក់នៅជំរុំសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គី រតនារាម គ្រួសារខ្លះក៏មានមុង ហើយខ្លះទៀតក៏មិនមានមុងសម្រាប់គេង រដូវនេះមូសកំពុងមានច្រើន ហើយកុមារតូចៗទាំងនេះអាចប្រឈមនឹងជំងឺគ្រុនឈាម គ្រួសារជាង250បានរត់មកពីភូមិព្រៃច័ន្ទដើម្បីសុវត្ថិភាពពលរដ្ឋភូមិព្រៃច័ន្ទភៀសខ្លួនទាំងស្លន់ស្លោទៅរកទីសុវត្ថិភាពទាំងយប់ហើយពួកគាត់មិនបានយកសម្ភារៈតាមខ្លួនច្រើនឡើយគ្រួសារខ្លះមានតែអង្ករបន្តិចបន្តួចស្ករប៊ីចេងទឹកត្រីនិងគ្រឿងទេសបន្តិចបន្តួចពលរដ្ឋក្នុងភូមិព្រៃច័ន្ទឃុំអូប៊ីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យប្រមាណ250គ្រួសារត្រូវបានភៀសខ្លួនមកកាន់ទីសុវត្ថិភាពទាំងយប់បន្ទាប់ពីទាហានថៃបានបើកការវាយប្រហារមកលើជនស៊ីវិលបណ្ដាលឲ្យស្លាប់1នាក់និងរងរបួស3នាក់នេះបើតាមការអះអាងរបស់លោកលីសុវណ្ណរិទ្ធអភិបាលរងនិងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យបាទសូមអរគុណ